បន្ទាប់ពីយើងដកដុំ repeater ទៅនឹងព្រីភ្លើងហើយយើងចូលទៅស្វែងរកឈ្មោះ Wi-Fi repeater ហ្នឹងបាទវាមានឈ្មោះ2វាមាន 4G ផងហើយ 5G ផងយើងចុចយក 5G មកបន្ទាប់មកទៀតយើងចូល Google Chrome បើយើងធ្លាប់ភ្ជាប់ហើយវានឹង load auto បែបហ្នឹងបើយើងធ្លាប់ភ្ជាប់ទេវានឹងទាមទារ IP ដើម្បីវាយចូលបាទយើងរងចាំបន្តិចដើម្បីឲ្យ repeater នេះស្វែងរកឈ្មោះ Wi-Fi ដែលយើងចង់ភ្ជាប់បាទវា load ឈ្មោះ Wi-Fi បង្ហាញហើយយើងចុចលើឈ្មោះ Wi-Fi ដែលយើងចង់ភ្ជាប់ទៅហើយវាលេខកូដ Wi-Fi មេនឹងចូលបាទលេខកូដ Wi-Fi មេឧទាហរណ៍ខាងពួកខ្ញុំអញ្ចឹងពី1ដល់8ចុច next អញ្ចឹងដល់កន្លែងនេះយើងចូលទៅដូរកន្លែង description នេះយើងចូលអាក្រោមគេបាទចុច next ចុច start connect ចុច start connect មកបាទយើងរងចាំបន្តិចដើម្បីឲ្យ repeater ហើយនឹង Wi-Fi មេជាប់គ្នាអញ្ចឹងណាបាទយើងរងចាំរហូតទៅដល់វា load អស់នាទីទៅវាភ្ជាប់បានជោគជ័យអញ្ចឹងណាអញ្ចឹងយើងត្រូវរងចាំវាបាទឥឡូវវាភ្ជាប់បានហើយយើងបិទទៅហើយយើងចូលទៅចាប់ឈ្មោះ Wi-Fi repeater នឹងបានបាទចុចលើសញ្ញា Wi-Fi ហើយយើងស្វែងរកឈ្មោះ Wi-Fi ដែលយើងបានភ្ជាប់ហ្នឹងបាទវាមានឈ្មោះ2វាមានកន្ទុយ Pro ហើយ 5G អញ្ចឹងណាហើយវាយលេខកូដចូលទៅលេខកូដWi-Fi មេដែលយើងបានភ្ជាប់អញ្ចឹងណាវាយលេខកូដចូលទៅហើយចុច connect ទៅបាទរងចាំឲ្យវាភ្ជាប់យើងអាចចូលទៅតេស្តប្រើប្រាស់អ៊ីនធឺណិតពីដុំបរិសេវា Wi-Fi នេះបាទជាប់ហើយយើងចូលទៅតេស្ត Wi-Fi បានបាទអញ្ចឹងកាលណាយើងភ្ជាប់អ៊ីនធឺណិតពី Wi-Fi repeater នេះគឺវាដំណើរការបានហើយ